ជម្រាបសួរលោកលោកស្រីនាងកញ្ញាជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីព័ត៌មានសុខភាពរបស់ VTV នៅថ្ងៃនេះបន្តផ្ដល់ជូនលោកនាងនៅប្រធានបទសំខាន់ជាបន្តទៀតដោយនឹងលើកយកប្រធានបទតកតងទៅនឹងការបាក់ឆ្អឹងកងចង្កេះនិងការគៀបសរសៃចង្កេះថាតើអាការៈឬក៏ជំងឺទាំងពីរនេះមានភាពខុសគ្នាយ៉ាងដូចម្តេចទទួលបានការអញ្ជើញចូលរួមជាថ្មីម្ដងទៀតពីសំណាក់លោកសាស្ត្រាចារ្យជេងអ៊ីងជំនាញវះកាត់ខួរក្បាលនិងឆ្អឹងកងខ្នងដើម្បីជ្រាបច្បាស់យ៉ាងណានោះសូមជួបជាមួយនឹងលោកសាស្ត្រាចារ្យដូចតទៅចាជម្រាបសួរលោកគ្រូបាទជំរាបសួរចាអរគុណជាថ្មីសម្រាប់ការអញ្ជើញចូលរួមព្រោះថាលោកគ្រូឲ្យតែអញ្ជើញចូលរួមតែងតែលើកយកអំពីប្រធានបទដែលថ្មីជាទីចាប់អារម្មណ៍បើទោះបីជាយើងមើលឃើញថាបញ្ហាអស់នោះតែងតែកាត់លៀងមានថាការកើតមានជាធម្មតាប៉ុន្តែនៅពីក្រៅនោះមិនធម្មតាមែនទេចាចាមានអ្វីប្រសាសន៍ដំបូងចាបាទតែនេះជម្រាបសួរបងប្អូនទស្សនិកជនដោយសារប្រធានបទនេះយើងអនុវត្តរាល់ថ្ងៃចាអ្នកជំងឺក៏តែងតែយល់ច្រឡំឲ្យតែគាត់ថាឈឺចង្កេះគាត់គិតថាវាជាការគៀបសរសៃចង្កេះប៉ុន្តែពិតពីរហ្នឹងគឺខុសគ្នាដាច់ហើយការព្យាបាលគឺខុសគ្នាទេនេះបាទការគៀបសរសៃចង្កេះបងប្អូនប្រជាពលរដ្ឋក៏តែងតែចំណាំថាដូចថាលៀនឌីហ្នឹងទេនេះយើងទិនរត់មាត់ថាលៀនឌីអញ្ចឹងកាលណាគាត់ឈឺចង្កេះគាត់គិតថាលៀនឌីបន្ទាប់មកទៀតគាត់ទៅព្យាបាលគាត់ស្វែងរកការព្យាបាលដោយការធ្វើចលនាដោយការអីហែទឹកអីចឹងទៅអាហ្នឹងតើប៉ុន្តែបើសិនជាអ្នកជំងឺខ្លះអាចជាគាត់ឈឺចង្កេះដោយសារគាត់ស្រញ់ឆ្អឹងកងចង្កេះវិញអញ្ចឹងមកថាគាត់ស្រញ់ឆ្អឹងចង្កេះបែរគាត់ទៅហែទឹកអីក៏គាត់ទៅព្យាបាលដោយចលនានោះអានោះវាទៅធ្វើឲ្យជំងឺនោះវាកាន់តែធ្ងន់ធ្ងរទៅវិញទេនេះបាទដូច្នេះហើយបានជាលោកគ្រូលើកយកអំពីវិធានបទនេះមកជម្រាបជូនដល់ទស្សនិកជនបន្ថែមទៀតព្រោះថាបើកាលណាយើងមានការយល់ច្រឡំទៅលើបញ្ហាចំនួន2នេះវាអាចនឹងបង្កផលប៉ះពាល់ផ្សេងទៀតកុំឲ្យខាតពេលវេលាយូរសូមឲ្យលោកគ្រូបញ្ជាក់ឲ្យច្បាស់បន្តិចតកតងថាតើអ្វីទៅជាការបាក់ឆ្អឹងកងចង្កេះនិងការគៀបសរសៃចង្កេះបាទទី1ការបាក់ឆ្អឹងចង្កេះបាទអាហ្នឹងច្រើនកើតទៅលើអ្នកជំងឺដែលគាត់មានបញ្ហាគាត់ដួលមកគាត់ដួលគាត់ប៉ះអង្គិចតែខ្ញុំសូមលើកជារួមចេះសិនខ្ញុំដើម្បីឲ្យយើងយល់បាទឆ្អឹងកងខ្នងមែនទេបាទឆ្អឹងកងអានេះជាឆ្អឹងកងចង្កេះធម្មតាឆ្អឹងចង្កេះយើងវាមាន5កង់បន្តមកទៀតខាងក្នុងនោះមានសរសៃដើម្បីចេញមកជាជើងអញ្ចឹងគ្រប់សរសៃដែលជាជាជើងយើងហ្នឹងគឺមកពីចង្កេះទាំងអស់ទេអញ្ចឹងបានការលៀនឌីមកលៀនឌីក៏ការគៀបសរសៃនេះមួយនឹងមួយវាធ្វើឲ្យឈឺយើងអ្នកជំងឺគាត់នឹងឈឺពីចង្កេះចាក់ទៅជើងអានេះជារោគសញ្ញានៃការគៀបសរសៃចា៎ប៉ុន្តែចំពោះអ្នកជំងឺខ្លះគាត់មានបញ្ហាដួលអុកគូតមកថាដួលអញ្ចឹងគឺគាត់នឹងស្រញ់ឆ្អឹងខ្នងហើយស្រញ់ឆ្អឹងខ្នងអញ្ចឹងជាទូទៅឆ្អឹងខ្នងយើងវាកោងជាធម្មជាតិគឺកោងហើយការស្រញ់ហ្នឹងភាគច្រើនគឺគាត់ស្រញ់នៅឆ្អឹងកងចង្កេះទី1ទី2ឬក៏ឆ្អឹងកងខ្នងទី12អញ្ចឹងវានៅខាងលើនោះវិញបាទព្រោះឆ្អឹងយើងកោងអញ្ចឹងស្រញ់ភាគច្រើនគឺស្រញ់ថ្ងៃហ្នឹងអញ្ចឹងសួរថាតាយើងសម្គាល់ឃើញម៉េចសម្គាល់យ៉ាងម៉េចថាខ្ញុំលៀនឌីហើយដោយសារបញ្ហាលៀនឌីហើយបានឈឺខ្នងចាក់មកជើងឬក៏ខ្ញុំស្រញ់ឆ្អឹងខ្នងហើយបានខ្ញុំឈឺអញ្ចឹងទី1អ្នកជំងឺគាត់នឹងដឹងខ្លួនគាត់ថាគាត់ឈឺហ្នឹងនៅពេលណាឈឺពេលណាមានន័យថាជួនកាលគាត់ប្រហែលថាគាត់លើកអីធ្ងន់គាត់លើកអីធ្ងន់អញ្ចឹងទៅវាឈឺព្រឹបហ្មងឈឺព្រឹបពីចង្កេះចាក់ទៅជើងចាអាហ្នឹងពីច្រើនគឺការលៀនឌីហ្នឹងហើយប៉ុន្តែបើសិនជាគាត់អោនខ្លាំងឬក៏គាត់ដួលអីចឹងទៅវាស្រញ់ទៅឆ្អឹងខ្នងនឹងវិញវាស្រញ់ឆ្អឹងខ្នងបាទស្រញ់ឆ្អឹងខ្នងអញ្ចឹងការឈឺចាប់នៃការស្រញ់បាក់ឆ្អឹងខ្នងហ្នឹងគឺវាឈឺតែនឹងខ្នងឬក៏នៅចង្កេះហ្នឹងទេគឺវាអត់មានចាក់មកខាងក្រោមដោយការគៀបសរសៃចង្កេះទេសញ្ញាមួយទៀតដែលគាត់ចាប់អារម្មណ៍បាននៅពេលការស្រញ់ឆ្អឹងកងខ្នងហ្នឹងពេលដែលគាត់សម្រាកក៏អត់សូវឈឺព្រោះវាអត់សម្ពាធទេអូម៉ាថាគាត់ស្រញ់ឆ្អឹងកងចង្កេះអូម៉ាថាស្រញ់ឆ្អឹងកងចង្កេះទី3អញ្ចឹងកាលណាគាត់អូម៉ាថាគាត់អង្គុយវានឹងមានសម្ពាធតែសង្កត់វាតែសង្កត់វាឈឺអីទេបាទអញ្ចឹងបើគាត់គេងស្មាគេងអញ្ចឹងទៅវាអត់មានសម្ពាធសង្កត់អញ្ចឹងវាអត់ឈឺដូចគ្នាអាហ្នឹងជាសញ្ញាមួយដែលអ្នកជំងឺគាត់នឹងចាប់អារម្មណ៍ខ្លួនឯងគាត់ថាពេលតែគេងអត់ឈឺពេលអង្គុយឈឺដោយសារអង្គុយឈឺទៅវាសង្កត់ទៅលើឆ្អឹងដែលបាក់ហ្នឹងគឺគាត់ឈឺចុកចាប់អាហ្នឹងជាការ
bạn chẳng con chẳng kể bà vì khó bị cá kiếp sai chẳng kể chẳng tao mà tiết nó việc tẹt tôn từng ca từ chị bà đây này là nó dừng vậy bị kiếp sai chẳng kể tịch bà mình dùng mình dạng mệt là bà kiếp sai chẳng kể nằm bích mua hai thông trong bò nó cái ca kiếp đi bàn tay của mình là ca kiếp đi tầm một cái thì bị miền hưởng trợ tiết để thưa ao kiếp sai nâng thì mà tha quạt mà tha quạt cái này chắc tới sẵn lạ quạt nó bị hít tiết hít vô cho cái giống như miền tròn nào là hột cho cái này chắc nó hít sẵn lạ nó bị kiếp sai nó có bị trừ mùi tiết nó ca ở ăn cho cái này chắc tới vì là kiếp sai nó cũng ao trừ nó được nè chẳng ao cho kiếp sai nó cứ bị đăng ao ở nhà đôi khi từng nó khá là liệt nên nó có ao trừ đôi khi ngày thì nó ca kiếp sai chẳng kể chẳng vì hiện lục bạ vô tích bàn tay trong group pet nâng bị dối về này nè chúng người tới chuột nâng bị dối bị một hạt ở ba loài thì bà chẳng hay ban chỉ lục cừu lợi dụng tiền là bọn đi một chuột chè hay những bọn sai là bọn bạc tham tiền mình ấy chẳng hạn nó có dương ban bắt đầu chỉ bọn đầm miền cái đi chỉ càng dội đăng bạc tham tiền sầm rạp nè chụp người đài còn ban miền càng dội chỉ làm vừa tha dương từ tu score vừa tha lời ní sầm rạp bông bông bị chìm rọt môi chùm nún tôi chứ để con nơi ta mình prom từ chụp chụp vừa đừng bị chậm đặt chụp liền con cất tha vì chữ bạn ní rồi có miền ca vô trở làm thà chữ bạn nú chẳng có từ tôi cảm chữ bạn khó vì ai này một có phò đại chẳng trong ai lục kêu bạch chạy cho ba mong tới ông pi kẻ tạ cà rạ rô rồi con trẻ ra sảnh nhà này ca chưa chắc về miền lạnh khả năng khó khănอย่างmấy rồi viên ca bạn chẳng con cho cái nên ca kiếp sai chẳng kẻ bà đời xa ca chữ ba nó cứ bị khó khăn pi nó cứ đặt lại bị khăn mà vậy chẳng ở mà ta có sòn những cái có từ chữ ba bài kiếp sai những cái anh nó bị khó khăn vô cana sòn chẳng đầm rơi quạt này nghiệm đầm rơi cũng oi quạt miền ca sẵn cọt cũng oi còn cùi cũng oi quạt đá cứ thời ở này nghiệm đầm bấy ở ăn nó biệt đồ bạn ta bác sĩ quạt vô cho làm tha nó chư nó ai mau ca kiếp sấy bay chỉ quạt từ hộ xoay ca chịu bá có từ 2 tấc của mà ta có từ 2 tấc có không bằng từ sờ đỏ luôn anh vừa cho mà đá bong bom chịu rõ những tay ta chơi cho cái chữ ấy có tập làm từ hộ sờ đỏ cho cái giống bộ mà ta có sỏi ăn cho cái hay có từ sờ đỏ cho cái năng tiết giống bị thừa cho ăn được bạn đó á việc can là ngô từ tiệt đây thì chắc chứ có phong người bay nhà năng muối hay có từ thừa năng tiết vì thưa oi vì thưa chồng người nó bị can ta bị qua tiệt đấy thì đi và chắc ca xôm oi nhận người có chăm tha cáp chữ ba pi nó bị khó khăn chắc là bay đăng tha có sỏi ăn nó được có kịp chẳng cái cứ có thời tổ chụp cục ấy đặng bay thôi chạy tha có sao có kịp xài thế có chữ nữa rồi có được thà có sỏi ăn cho cái đấy để thưa có chữ nữa chẳng trong group web tao muốn nâng đẹp có PPT sát cáp chữ ba nâng bây giờ có PPT sát cáp chữ ba đặng bấy không nấy cũng áo miếng cáp chữ ba rồi có thằng mẹ chặt luôn ai nó chữ ba nó bị khó vì thưa ai chữ ngữ can này thua nâng bà ta miếng cáp bay chạy đại tế ông pi bọc cô rồi có mà nu bọc hết ná đại con miền Pành Hà cả miền Trán và phải chôm từ nâng các bạn cho ăn còn chừng cái hay nâng ca kiếp sai chừng cái bà ca kiếp sai chừng cái cứ bị trở cả láng có thể cả nguồn cả năng từ cả nguồn cho ăn còn chừng cái giống bị miệt đi hay vì có tới bị liền đi nó bị trừ còn thấy cả bạn ăn chừng cái việc trả nó cả từ lơ mình được trả từ đấy cả năng được trả chẳng bị bốc thám thòm chiết vào vì ai chẳng cả ba từng kịch mồm cả lược ấy thôn mồm chẳng chúng cá có đặt bàn bây giờ giải chúng bị thừa bị kiếp từ lứa chẳng chực ca nó kháng như sỏi thì vào việc bạ bài như này thì bà đại sa tay lực lúc ba mươi triệu hỏi ông pi akara chưa chậmในการบะจะอังกองจังแก้หนึ่งเกียบใส่จังแก้นี่เป็นแหละขนาดของนี่ปันตายานางกระด้อยมุนเปหรือก็กลายเปดาเนี่ยจมูกก็จับอารมณ์กลุ่นไอให้กอดหักไปเดชีเหมือนตอนมีการบางใจจุบลัวเนื้อเปได้จูบจมูกนึงไปจับมันดัดจมูกกอดมีการเฟอร์หรือมันใช้แบบนั้นดำไปประกอบทางกอดมีปัญหาเอาไว้มวยประกอบได้จิตดูtới về đây nè chúng người mà chụp cục hết có tay để bật xài hay có tay để bật đây muốn nâng chiên thì họ ca thọt bây giờ xa muối đầm bay bị chết tha con mình bánh há mà ta bánh há kịp xài chụp cái rồi có sòn chẳng khnon chẳng thế đấy bà chẳng có bật sân và sân thì có bật có song sai vậy song sai chẳng còn nâng chập đá từ rồi bị chạy một chiếc tay khác thọt bây giờ xa hay cả thọt bây giờ xa chưa sáu
អាហ្នឹងអាស្រ័យទៅលើគ្រូពេទ្យទៀតតែគាត់ត្រូវទៅជ្រើសរើសការថតមួយណាការថតទី1ការធ្វើ X-ray ធម្មតាការធ្វើការថតមួយទៀតការថត CT scan ហើយការថតមួយទៀតការថត MRI អញ្ចឹងក្រុមគ្រូពេទ្យគាត់នឹងសម្រេចចិត្តថាតើគាត់ត្រូវជ្រើសរើសយកផ្នែករូបភាពវិទ្យាសាស្ត្រមួយណាដើម្បីធ្វើរូបវិនិច្ឆ័យទៅលើអ្នកជំងឺអញ្ចឹងមិនមែនថាឲ្យតែប៉ះឆ្អឹងខ្នងទាំងអស់យើងសុទ្ធតែត្រូវធ្វើ MRI ទាំងអស់ឬក៏ធ្វើ CT scan ទាំងអស់អត់ទេក្នុងករណីខ្លះយើងធ្វើរូបវិនិច្ឆ័យដោយសារការថតកាលៈស្មីក៏វាគ្រប់គ្រាន់សម្រាប់អ្នកជំងឺនឹងដែរបាទឥឡូវនេះឈានចូលដល់ការព្យាបាលនិយាយពីករណីបាក់ឆ្អឹងកងចង្កេះការបាក់ឆ្អឹងកងចង្កេះនេះសុទ្ធសឹងតែអ្នកជំងឺត្រូវការព្យាបាលតាមរយៈការវះកាត់ទាំងអស់ឬក៏មានករណីដែលមានការកំណត់ណាមួយដែរបាទការប៉ះទង្គិចឆ្អឹងកងចង្កេះសនឆ្អឹងកងចង្កេះមិនមែនគ្រប់ករណីទាំងអស់សុទ្ធតែព្យាបាលដោយវិធីវះកាត់ទាំងអស់ទេការព្យាបាលទី1អាស្រ័យទៅលើកម្រិតនៃការបាក់តើការបាក់ហ្នឹងវាបាក់កម្រិតប៉ុណ្ណាហើយការបាក់ហ្នឹងវាមានហានិភ័យទៅលើខួរឆ្អឹងឬក៏អត់បើមិនជាការវិនិច្ឆ័យរបស់គ្រូពេទ្យថាការបាក់ហ្នឹងឆ្អឹងខ្នងហ្នឹងវាអត់មាំទេអញ្ចឹងវាមានហានិភ័យទៅធ្វើឲ្យសង្កត់ទៅលើខួរឆ្អឹងអញ្ចឹងក្រុមគ្រូពេទ្យគាត់អាចសម្រេចចិត្តដោយវិធីសាស្ត្រនៃការព្យាបាលវះកាត់ចាប់ដែកឬក៏ការចាក់ស៊ីម៉ង់វិទ្យាសាស្ត្រហ្នឹងដើម្បីឆ្អឹងខ្នងនឹងរឹងមាំអាហ្នឹងមួយប៉ុន្តែបើមិនជាការបាក់ហ្នឹងវាបាក់បន្តិចបន្តួចការស្រោញហ្នឹងវាតិចតួចទេវាមិនបង្កហានិភ័យទៅលើខួរឆ្អឹងហ្នឹងទេការព្យាបាលមួយទៀតគឺឲ្យការព្យាបាលឲ្យវាជាតាមបែបធម្មជាតិមានន័យថាឆ្អឹងយើងកាលណាបាក់វានឹងដុសខ្លួនវាមកវិញទេប៉ុន្តែវាត្រូវការពេលវេលាបាទជាទូទៅមនុស្សពេញវ័យ3ខែមនុស្សចាស់អាចលើសពី3ខែទេបាទឆ្អឹងហ្នឹងវាជាប់មកវិញបាទចាអញ្ចឹងជាការជម្រាបជូនទៅដល់ប្រជាពលរដ្ឋដែលកំពុងតែមានបញ្ហាការបាក់ឆ្អឹងកងចង្កេះក៏មានការព្រួយបារម្ភព្រោះថាការវះកាត់នេះសឹងតែគ្រប់គ្នាគាត់ថាគាត់មិនចង់ទេគាត់អត់ចង់ទេតែការវះកាត់វាតែងតែមានការឈឺចាប់អីចឹងឯងអញ្ចឹងមិនប្រកាសថាត្រូវតែវះកាត់ទាំងអស់ទេសំខាន់ឲ្យតែមានអាការៈរោគស្តៀងជាមួយនឹងការបាក់ឆ្អឹងកងចង្កេះរួចរាន់ជប់ជាមួយនឹងគ្រូពេទ្យដែលការព្យាបាលជំងឺគៀបសរសៃចង្កេះវិញថាតើក្រៅតែពីការវះកាត់យើងធ្វើម៉េចដើម្បីបញ្ជៀសឬក៏គេហៅថាអាចដោះស្រាយបានក្រៅតែពីការព្យាបាលដោយវះកាត់នោះចា៎បាទបើយើងនិយាយភាគរយអ្នកគៀបសរសៃចង្កេះយើងនិយាយថា 100% ការវះកាត់មានតែ 20% 20% បាទអាហ្នឹងអាចឈានដល់ការវះកាត់ចា៎ហើយការវះកាត់វាមានលក្ខណៈទី1គឺការឈឺជោគចាប់ហ្នឹងខ្លាំងណាស់រហូតដល់ពេលយើងប្រើថ្នាំអត់បាត់ទេវានៅតែឈឺអានេះទី1ទី2គៀបសរសៃចង្កេះឲ្យទន់ជើងហើយចា៎បាទអាហ្នឹងត្រូវតែធ្វើការវះកាត់ហើយព្រោះទន់ជើងហើយវាត្រូវធ្វើការសង្គ្រោះភ្លាមហើយបាទក្រៅពីនឹងទៀតយើងអាចព្យាបាលដោយថ្នាំសម្រាប់ការចុកចាប់ធ្វើឲ្យគាត់សម្រាកខ្លះអញ្ចឹងទេមួយទៀតព្យាបាលដោយចលនាធ្វើឡើងយ៉ាងដូចម្ដេចឬក៏ពាក់ព័ន្ធជាមួយនឹងខាងវិជ្ជបណ្ឌិតជំនាញផ្សេងបាទការព្យាបាលជំនាញផ្សេងទេប៉ុន្តែវាត្រូវមានការសហការគ្នាជាមួយគ្រូពេទ្យទាំងអស់និយាយរួមការណែនាំព្យាបាលហ្នឹងគឺទី1គឺជួបគ្រូពេទ្យធ្វើរោគវិនិច្ឆ័យហ្នឹងហើយទី2បន្ទាប់មកទៀតគ្រូពេទ្យសម្រេចចិត្តដែរគាត់បើសិនជាគាត់ព្យាបាលដោយថ្នាំតែមួយមុខអញ្ចឹងគ្រូពេទ្យនឹងផ្ដល់ថ្នាំទៅគាត់ចែងបញ្ជាក់ជូនគាត់ទី1ទី2បើសិនជាគ្រូពេទ្យថាគាត់ត្រូវការចាំបាច់អបជាមួយការព្យាបាលដោយចលនាអញ្ចឹងក្រុមគ្រូពេទ្យនឹងណែនាំទៅផ្នែកគ្រូពេទ្យឯកទេសព្យាបាលដោយចលនាហ្នឹងពួកគាត់នឹងធ្វើការព្យាបាលដោយចលនាពេលទៅដល់ជួបគាត់នឹងសម្រេចចិត្តនឹងប្រើវិធីសាស្ត្រមួយណាហើយបាទការព្យាបាលដោយផ្ដល់ថ្នាំមានការកំណត់ការឈឺចាប់កម្រិតណាដែរទេហើយការផ្ដល់ថ្នាំនេះរយៈពេលប្រមាណដែរជាទូទៅការផ្ដល់ថ្នាំអាស្រ័យទៅលើអ្នកជំងឺហើយអាស្រ័យទៅលើស្ថានភាពនៃការថតឆ្លុះរបស់យើងទេគាត់ថាយើងមើលស្ថានភាពហ្នឹងគាត់ថារូបភាពហ្នឹងមើលទៅវាធ្ងន់ធ្ងរហើយការគៀបហ្នឹងវាគៀបខ្លាំងហើយអញ្ចឹងការព្យាបាលក៏យើងមិនអាចឲ្យគាត់រហូតដល់ថាតើតើមួយខែបានណាត់មកជួបអត់ទេក្នុងករណីខ្លះតម្រូវគាត់5ថ្ងៃគឺត្រូវមកជួបដើម្បីវាយម្ដាយភាសាទៀតពេលខ្លះយើងត្រូវការ10ថ្ងៃអីតម្រូវឲ្យគាត់មកជួបយើងវិញហើយទេបាទពេលខ្លះវាអាស្រ័យទៅលើស្ថានភាពរបស់គាត់ម្នាក់របស់អ្នកជំងឺម្នាក់ដែរទេបាទលោកគ្រូតកតងទៅនឹងចំណុចមួយនៃការឈឺចាប់របស់អ្នកគៀបសរសៃចង្កេះគាត់ឈឺចាប់ដូចជាមិនធ្ងន់ធ្ងរទេប៉ុន្តែគាត់ឈឺចាប់បែបរ៉ាំរ៉ៃហើយគាត់មិនទទួលការព្យាបាលដោយថ្នាំទេគាត់
ទទួលការព្យាបាលដោយចលនាជាទូទៅយើងប្រើរយៈពេលប្រមាណដែលធ្វើឲ្យគាត់អាចប្រកក្តីភាពឡើងវិញហើយការធ្វើចលនាមានប្រមាណស្ថានដែរក្រៅទៅពីជួបជាមួយនឹងវិជ្ជាបណ្ឌិតជំនាញខាងចលនាគាត់មានវិធីសាស្ត្រផ្សេងៗទៀតដូចជាហែទឹកអីជាដើមអាចជួយគាត់បានកម្រិតណាដែរបាទជាទូទៅការព្យាបាលដោយចលនាអាហ្នឹងការធូរស្រាលអាហ្នឹងវាអាស្រ័យទៅលើអ្នកជំងឺម្នាក់ៗដែរយើងមិនអាចកំណត់ថាទៅជួបគ្រូពេទ្យព្យាបាលដោយចលនាម្ដងពីរដងក៏ជាធូរអីអត់ទេវាអាស្រ័យទៅលើអ្នកជំងឺបាទអាស្រ័យទៅលើស្ថានភាពនៃការគៀបអាស្រ័យស្ថានភាពរបស់ជំងឺរបស់គាត់មួយតែយើងមិនអាចយកថាគាត់គៀបសរសៃចង្កេះនឹងមួយយកមកប្រៀបធៀបគ្នាថាត្រូវតែព្យាបាលចេះអត់ទេព្រោះជំងឺមួយមនុស្សម្នាក់វាតែងតែខុសគ្នាហ្នឹងមួយបាទមួយទៀតការគៀបសរសៃចង្កេះការគៀបឌីការគៀបអីហ្នឹងពាក្យច្រើនគ្រូពេទ្យតែងតែណែនាំឲ្យធ្វើលំហាត់ប្រាណជាពិសេសការហែទឹកហ្នឹងឯងទៀតព្រោះដោយសារការហែទឹកជាចលនាមួយដែលធ្វើឲ្យឆ្អឹងខ្នងយើងវារលាស់បានល្អដែលអត់មានសម្ពាធអញ្ចឹងយើងត្រូវដឹងថាការគៀបឌីភាគច្រើនហ្នឹងគឺបណ្ដាលមកមានសម្ពាធទៅលើឆ្អឹងខ្នងហ្នឹងហើយសម្ពាធដែលធ្វើឲ្យលៀនឌីអញ្ចឹងហែទឹកគឺជាកីឡាមួយដែលល្អសម្រាប់ឆ្អឹងខ្នងព្រោះឆ្អឹងខ្នងបាទឆ្អឹងខ្នងវាអត់មានសម្ពាធទេបាទអញ្ចឹងយើងអាចឆ្អឹងខ្នងយើងវាអត់មានសម្ពាធអញ្ចឹងវាអត់លៀនឌីវាអត់លៀនអីតទៀតទេបាទអាចចាត់ទុកថាល្អជាងការធ្វើសណ្ដក់ខ្លួនដូចជាទាញអីឲ្យដើម្បីឆ្អឹងខ្នងឃ្លាតកុំឲ្យមានការគៀបដែរទេចាតាមពិតវាសិតតែមានប្រយោជន៍យើងខ្លួនហើយបាទយើងមិនអាចថាលំហាត់ប្រាណមួយណាវាល្អមួយណាជាមួយណាអញ្ចឹងវាអាស្រ័យទៅលើគ្រូពេទ្យគាត់បាទគាត់ណែនាំគាត់អ្នកព្យាបាលអញ្ចឹងទេបាទយើងអត់អាចថាហែទឹកល្អជាងការសណ្ដក់ចង្កេះគេល្អជាងហែទឹកអីអត់ទេបាទដូច្នេះជំរើស3យើងអាចចាត់ទុកថាជំរើស3ការធ្វើចលនាជាមួយនឹងខាងគ្រូពេទ្យការប្រើប្រាស់ថ្នាំនិងការហែទឹកយើងបែងចែកជា3អញ្ចឹងណាយើងអាចចាត់ទុកថាជំរើសមួយណាក៏អ្នកជំងឺអាចរើសបានឬក៏អាចព្រមគ្នាអមជាមួយនឹងវិទ្យាសាស្ត្រតកតងនឹងការប្រើប្រាស់ថ្នាំដំណើរគ្នាជាមួយនឹងការធ្វើចលនានិងហែទឹកបាទជាទូទៅហែទឹកក៏មិនអាចទៅលើតែអ្នកជំងឺដែលមានបញ្ហាចង្កេះបញ្ហាលៀនឌីហ្នឹងដែរទេសូម្បីតែយើងហាត់ប្រាណរាល់ថ្ងៃការហែទឹកក៏ជាកីឡាមួយដែលល្អសម្រាប់សុខភាពយើងនឹងដែរបាទអាហ្នឹងក៏វាជួយទៅលើឆ្អឹងខ្នងការព្យាបាលដោយថ្នាំឬថាតែគាត់មានបញ្ហាគាត់ឈឺសាច់ដុំបាទឈឺសាច់បាទជាទូទៅបើសិនជាគាត់ឈឺចង្កេះមុំក៏យើងអត់ណែនាំគាត់ប្រើអាសតដែរព្រោះអាសតយើងតែងតែដឹងអាសតវាមុខពីរវាជួយមួយហើយវាតែងតែប៉ះពាល់មួយអញ្ចឹងជៀសបានគឺក្រុមគ្រូពេទ្យនឹងជៀសឲ្យការប្រើអាសតបាទហើយការព្យាបាលចលនាទិសសោតអញ្ចឹងវាអាស្រ័យទៅលើការពិនិត្យរបស់គ្រូពេទ្យអ្នកសម្រាប់អញ្ចឹងបានថាសូមបើសិនជាបងប្អូនមានបញ្ហាសូមបងប្អូនទៅជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ដើម្បីកំណត់ថាអ្នកជំងឺគាត់ឈឺដោយសារមូលហេតុអីដែលខ្ញុំនិយាយជម្រាបជូនបងប្អូនពីដើមមកថាកុំឲ្យមានការយល់ច្រឡំកុំឲ្យយើងឈឺចង្កេះយើងគិតតែថាទៅជាបាលខ្លួនឯងទៅសណ្ដក់ខ្លួនឯងអីអត់ទេជួនកាលវាមកពីពុកឆ្អឹងវាមកពីស្រោញឆ្អឹងនោះអញ្ចឹងយើងធ្វើទៅវាខុសបាទយើងសម្រេចចិត្តទៅវាខុសអញ្ចឹងជួបក្រុមគ្រូពេទ្យទៅក្រុមគ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យនឹងផ្ដល់ជាយោបល់ជាដំបូន្មានដើម្បីឲ្យទៅកាន់អ្នកជំងឺថាត្រូវធ្វើយ៉ាងម៉េចដើម្បីកុំឲ្យពេលខ្លះធ្វើឲ្យស្ថានភាពជំងឺនឹងវាកាន់តែធ្ងន់ធ្ងរទៀតទេអញ្ចឹងចំណុចសំខាន់ដែលលោកគ្រូចង់បង្ហាញគឺឲ្យបងប្អូនប្រជាពលរដ្ឋលោកស្វែងយល់អំពីអាការៈរោគនៃការឈឺចាប់របស់ខ្លួនហើយកុំធ្វើរោគវិនិច្ឆ័យដោយខ្លួនឯងហើយការព្យាបាលវាប៉ះពាល់គ្នាបើសិនជាមានការយល់ច្រឡំទៅលើបញ្ហាទាំងពីរនេះមែនទេចា៎អាការៈអាសន្នបែបណាដែលយើងចាត់ទុកថាជាអាការៈមួយដែលត្រូវតែទៅពេទ្យជាបន្ទាន់ណាទី1ឈឺខ្លាំងដើរមិនបានស្ពឹកហើយជើងបាទអ្នកជំងឺដើរទៅពេលណាប្រជាជើងយើងអត់បានទេចា៎បាទយើងដើរធម្មតាយើងដើរអត់បានគាត់ដើរអត់បានទេដើរកម្រើកជើងពិបាកហើយមួយទៀតហ្នឹងវាចហើយចាប់ផ្ដើមដើរវាឆ្អឹងខ្នងហើយចា៎នឹងត្រូវមកជួបហើយដើម្បីក្រុមគ្រូពេទ្យចាប់ផ្ដើមធ្វើរោគវិនិច្ឆ័យហើយឈានទៅការព្យាបាលមួយគាត់ថាគាត់ទន់ជើងហើយត្រូវវះកាត់ព្រាមក៏គ្រូពេទ្យធ្វើការវះកាត់ព្រាមហ្នឹងហើយបាទបញ្ហាទាំងពីរនេះបង្កនៅបញ្ហាធ្ងន់ធ្ងរដល់គេថាការធ្វើសកម្មភាពប្រចាំថ្ងៃយើងនិយាយតែខ្លីថាអាចធ្វើឲ្យគាត់ពិការភាពដែរទេបើសិនជាគាត់ឧទាហរណ៍ថាគាត់ឈឺចាប់ធ្ងន់ធ្ងរហើយ
แต่ก่อนเอาแต่ตัวการเชียบาบานตรมเตอวิอาหนึ่งทัวร์เอามีการประชุมแต่หนึ่งมีการระบาดได้ตี จำพวกการบัญชีการยืมบัญชีบานอุตสาหไทยยืมเชื่อยืมบัญชีบ้านได้ซะปะปอนบัญชีภาษาภาษานั่งไงยังออกมาทำไปเก็บคลั่งให้แต่การนักเก็บครั้งวิยืมยีส่วนนับการนักเก็บครั้งวิเธอใส่นั่งวิมีชิมแต่งจำไม่ได้วิน้อยจังบริษัทจะมาชิมมันจำอัดยูวิเขาchứวิเก็บสกัดนั่นดังจอบแล้วจังวิสละชิมอย่างgì đóชิมอัดแต่งจำวิกุกก่อนจังใส่ไก่นั่งเขาvậy chúng cá khỏi dương vi ăn nắng có say nó có ăn hùa một bên này chứ có năng bằng sao nó bị cà đập hiệp năng ngày ai bị cà đập hiệp này lùng bạc khang chụp buôn này chứ cứ cà thẹp ọp trường thì đi trường dưới cứ bây giờ đá mình này thì đi tôi thấy dương thẹp ọp trường dương đá tới dương ai ba chưa dương ba này chẳng cả kim là say mùi nóng bị thừa ai ọp trường dương thẹp chẳng thẹp dương đá tôi bị chơi từ chụp bụng chẳng bảo khâu say nâng mũi tụi bây giờ bạc cát dương ấy sân cua lấy miếng cá kia các bờ say nuôi khâu vậy nè chẳng còn mình lấy miếng cá trừ chạm mét bàn tay còn mình so với cá hiệp chẳng thẹp ọp trứng bên cá na quạt đá đôi đá bỏ trứng nó ngay chịu phao lồng bạc mũi thun ngó để cả kịp say để thử ao bia ọp trứng thẹpจ้ะจังยามอันจะเจอในจานปีพิบเขาขี้ระเบียงการบะจังกองจังแก่หนึ่งเก็บจะใส่จังแก่แต่ลูกเนี้ยไอสปายยูประทานติดหายบัสันจิเมียนจำนวนน้ำมุ้ยแต่ทัดในคลองจำนาวอาการะรูตึงอนุรูดอนจมูกหนึ่งจุบจมูกหนึ่งกรุ๊ปไปจมูกนี้ตั้งปั๊ดมันแม้แต่ตรมแต่ไปหาจมูกอันนี้เตะจมูกเซ็งแบบจำเมียนอาการะรูน้ำมุ้ยแต่สังไซจุบจมูกหนึ่งกรุ๊ปไปจมูกนี้นำไปทเวอรูวิดิชัยมวยจมูกนี้เตะได้แต่ซาแต่ลูกกรุ๊ปบางมันเจตากาทเวอร์ลมหัดปราณจีเรียงเราทั้งไงมีสกปรกละอถ้าตาวิจีเรื่องละอได้เตะสำหรับเด็กก็มีปัญหาเกียบหรือก็การหาทับบะจะอังกองจุดแก่การหัดปราณแบบนั้นได้ช่วยปลูกกอดได้ปลูกกอดละอภาษาบ่าบริษัทจีกอดสอนอังจุดแก่ทั้งแม้นะการเธอลมหัดปราณคืออดละอสังเกตกอดเดมีในทางบริษัทจีกอดสอนอังจุดแก่คือกอดเธอถึงไม่เอาจะอังจุดแก่นั้นก็เอามีการเก็บสังกัดให้กรมตัวปะบอลเบียจังบริษัทจีกอดใบจีสอนอังจุดแก่ให้กอดhai tức anh nó thời thì bà bên tayกอดอาจโอ้วิธีสร้างในการหัดปราณผัวกอดโกมันอาจในสกีมบ้านได้บอกกอดสอนจุดแก่จังกอดอาจโอ้วิธีซะเธอหัดปราณนะได้ก็มาเอาตัวปะกอดเลยจังแก่ยังจะดีbà bộ sinh chỉ quạt kê nghiêm đòi mình bán hạt bán chung cá bị bà bò xây để tiền mình ai có thưa làm hạt bán kháng không phải chạy cái tê mình mẹ thà mình ai thưa tàng sòng thì phớ từ tăng phải chạy cái tê bà thưa bộ quạt sỏi những cái thứ mấy cũng ai bà bò để lừa làm hạt bán nó cũng ai bà bò cho cái kháng bà chẳng thời tẹt tông cho mũi nâng khang vì chậm đặt chụp đi khang cho là na tiền này bà nâng này nằm quạt là thưa bị thi xa nó là bấy cũng ai miên sầm piết mà cái lại chẳng cái năngจังการทำลมหัดปราณละอสำหรับในได้ก่อนมีปัญหาต่างปีนี้ปันท้ายยังแต่เมื่อทาลมหัดปราณมือนะได้วิบังกรหรือพอวิจิตรสำหรับจมูกระบกรมีจีซาไว้ประทานติดแต่การตัวสนิทชนจ้ะบ่าสำหรับตัวสนิทชนสัญญาในการเก็บใช้กระดาษกับปะจังกระดาษบทสัญญามีสัญญาในการสเปกสัญญาในการชื่อจดจับครั้งวิบากวิจิตcho là ná chướng vì bạn bằng chia cả bằng tụ bóng từng bằng tụ bằng thông bằng tụ bằng tú chẳng hạn sống bằng ốm chỉ nó chắp rùa rón một chút rùa bẹt là bấy theo rùa bình chạy và xin thông cả này chạm bách cả vẹp cắt bằng toán nâng thơ on ra cùng là bây giờ cua sa say nó cũng ao miền Tây Hà vừa cả là tục can là dú chúng cá dương về cắt dương sừng cua sa say đang hái cô bị ở tận lọc một thảm thiệt vào cả đây bình tề viên năng bờ son được phao lồng bạcบัตรการไปแจกบอลลูกครูจำเลยสำคัญจีจรันขังเลือเนี่ยได้กอดประชมครั้งคือมนุษย์จ้าเมียนชีซาไว้ประทานติดดับเบิลชีการพิจารณาซาชีพิเศษแต่มาลองสำหรับมนุษย์จ้าดับเบิลมันชีในปัญหาต่างๆนี้บ่าปัญหามนุษย์จ้าคือการสอนจังจะแก้นั้นจ้าคือวิวิจารณ์ในที่นี้พอจังจะแก้ยังกระไรตัวตรงนู้นอ๋อจ้าบ่าจังไม่จ้ามนุษย์จ้าก็ปลุกจังดึงติดตีนจังการđua thời phòng bị giá thường mấy cũng đua cũng mọi lực ngôn của cả na ta miền Tây Hà cả làng hái cà chịu má cứ cả na chắc ăn của quả đo mà được mấy bay khai nó đo cho mấy bên đây mà được chắc còn đừng thời ca dẹp về dùng tịch hay dùng các con miền chỉ người 100 cài tiền
បាទអញ្ចឹងវារឿងច្រើនអញ្ចឹងបង្ការច្រើនជាងព្យាបាលបាទ អរគុណលោកគ្រូសម្រាប់ថ្ងៃនេះបន្តចូលរួមជាមួយនឹងកម្មវិធីរបស់យើងហើយជាពិសេសលើកយកអំពីបញ្ហាដែលតែងតែកើតមានដែលជាការយល់ច្រឡំរវាងអាការៈរោគនៃបញ្ហាជំងឺការបាក់ឆ្អឹងកងចង្កេះនិងគៀបសរសៃចង្កេះអញ្ចឹងជារួមមិនឲ្យមានភាពស្មុគស្មាញទេគ្រាន់តែយើងស្វែងយល់បន្ថែមទៀតមានចម្ងល់ជួបជាមួយនឹងវិជ្ជាបណ្ឌិតជំនាញដូចជាលោកគ្រូជាដើមជំនាញឯកទេសយើងអាចប្រឹក្សាយោបល់បានមែនទេចារាល់ការប្រឹក្សាយោបល់មិនមែនថាឈានទៅដល់ការវះកាត់ទេវាមានដំណាក់កាលមួយអញ្ចឹងសំខាន់យើងត្រូវតែបើកចិត្តនៅក្នុងការជជែកបង្ហាញពីអាការៈរោគរបស់ខ្លួនដើម្បីដោះស្រាយទាំងអស់គ្នាព្រោះថាបញ្ហាទាំងអស់នេះលោកគ្រូបានបញ្ជាក់ឲ្យថាវាអាចបង្កជាបញ្ហាពិការភាពដែរចាជាពិសេសមនុស្សចាស់តែម្ដងចាទស្សនិកជនជាទីគោរពដូចជាទីមេត្រីលោកនាងទៅបានទស្សនានៅកិច្ចសម្ភាររវាងខ្ញុំជាមួយនឹងលោកសាស្ត្រាចារ្យចេងអ៊ីងដែលជាអ្នកជំនាញវះកាត់ខួរក្បាលនិងឆ្អឹងកងខ្នងលោកសាស្ត្រាចារ្យបានជម្រាបជូនអំពីលក្ខណៈខុសគ្នារវាងការបាក់ឆ្អឹងកងចង្កេះនិងការគៀបសរសៃចង្កេះបើទោះបីជាអាការៈរោគនៃការឈឺចាប់នៃបញ្ហាទាំងពីរនេះមានភាពស្រដៀងគ្នាប៉ុន្តែយើងនៅតែអាចរកចំណុចសំខាន់ដែលយើងអាចបែងចែកហើយឈានទៅដល់ការព្យាបាលដែលជាការព្យាបាលមួយត្រឹមត្រូវបញ្ជានៅបញ្ហាផ្សេងសូមអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកខណៈនេះនាងខ្ញុំរួមនឹងលោកសាស្ត្រាចារ្យសូមអរគុណនិងសូមគោរពលា